សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប redirect file ឬក៏ redirect directory ដែលដំបូងយើងចូលទៅកាន់ SSH របស់យើងសិនមកយើងចូល PowerShell សិនឥឡូវយើងចូល PowerShell ហើយយើងចូលទៅ SSH របស់យើងមកនេះគឺតម្រូវការ password អញ្ចឹងយើងវាយ password ដែលយើងបង្កើតមកឥឡូវវាបានចូល successfully អញ្ចឹងដែលដំបូងយើងវាយពាក្យថា HMI សិនមកដើម្បីឲ្យដឹងថាយើងចូលទៅកាន់ user មួយណានេះជា server របស់ខ្ញុំបន្ទាប់មកយើងនឹងធ្វើការ redirect etc ទៅកាន់ Azure file ដែល etc គឺជា system configuration directory ដែលយើងចង់ឲ្យវា long text អញ្ចឹងយើងដាក់ ls យើងដាក់ ls .l មកបន្ទាប់មក/1 etc បន្ទាប់មកទៅ Azure 30.tt នេះអញ្ចឹងយើងដាក់ ls វាមើលមកគឺវាមានអីដែលឥឡូវយើងធ្វើការ cat វាមើល cat Azure 30.tt enter នេះគឺជា long text របស់វាអញ្ចឹងទៅដែលវាបញ្ចប់ដោយ command font ឥឡូវយើងធ្វើការ add តែ3ខាងក្រោមនេះទេអញ្ចឹងយើងប្រើ command មួយដែលតាក់ទងនឹង file ដែរអញ្ចឹង ls.l /etc file tail ហ្នឹងសម្រាប់ខាងក្រោមយើងដក3មកកំណត់ចំនួន3ហើយ Azure 30.tt វានឹង add ចូលនេះបន្ទាប់មកយើងចុច enter មកឥឡូវយើងធ្វើការសាក cat វាមើលម្ដងទៀតថាវាចូលដែរឬក៏អត់ cat Azure 30.tt តែ comment 3ខាងក្រោមនេះគឺវា add បន្ថែម3ទៀតបន្ថែមម្ដងទៀតបាទអញ្ចឹងវាចូលហើយតែឥឡូវនេះវាបញ្ចប់ដោយ comment font តែម្ដងទៀតអញ្ចឹងយើងសាកតេស្តម្ដងទៀតថាវាចូលទៀតដែរឬទេកុំឲ្យថាវាអត់ចូលអញ្ចឹងយើងវាយម្ដងទៀតមកឥឡូវយើង cat វាមើលដែរនេះគឺវាចូលមក2ហើយអញ្ចឹងទាំងអស់3ដែលសម្រាប់comment តកតងនឹង redirect គឺមានតែប៉ុណ្្នឹងទេសូមអរគុណ